ជំរាបសួរអរពុកមីងទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីសកម្មភាពក្នុងការភ្ជួរដីរបស់ Tractor New Holland គ្រាន់តែឃើញដីក៏ដឹងថាវារឹងកម្រាស់ណាដែរអរពុកមីងណាចាគឺហុយត្រឡប់តែម្ដងដីគាត់មានសភាពរឹងខ្លាំងបងអាចមកមើលជាមួយនឹងកម្លាំងរបស់ Tractor New Holland របស់យើងបានសម្រាប់បងប្អូនដែលធ្លាប់បានតេស្តជាមួយនឹងការភ្ជួររបស់ Tractor New Holland គាត់ដឹងពីគុណភាពវាបែបណាហើយវាចង់បានភ្ជួរមុតទុកចិត្តលើ New Holland បងគឺគាត់មានការសរសើរខ្លាំងមែនទែនហើយអីបាន Tractor New Holland ភ្ជួរនៅលើស្ថានដីរឹងគឺនៅតែមកការភ្ជួរគឺលឿនតែម្ដងហើយបងថាដោយសារតែគេកាន់ Tractor យូរឆ្នាំគេស្នឹកដៃអញ្ចឹងគេបើក Tractor លឿននេះអត់ទេបងដោយសារ Tractor របស់យើងគឺយើងមានបច្ចេកវិទ្យាសម្រាប់ធ្វើការភ្ជួរលើកដាក់អង្គលគឺលឿនតែម្ដងមិនចាំបាច់តតែតកងនឹងគឺជាតកងចាស់ឬក៏អីទេកម្លាំងសង្កត់ក៏ដូចជាសិលឹកផាគឺធំក្រាស់ឲ្យអំពុំមីងតែម្ដងអញ្ចឹងវាធ្វើឲ្យការភ្ជួររបស់យើងគឺមានហើយខ្ញុំអត់យកវីដេអូដែលភ្ជួរនៅក្នុងខែភាសាជូនពុកម៉ែបងប្អូនទស្សនាទេដោយសារតែយើងភ្ជួរនៅក្នុងដីរឹងប៉ុណ្ណេះហើយអញ្ចឹងមានន័យថាខែភាសាគឺវាស៊ីផុយតែម្ដងហើយសូមបញ្ជាក់បងដែរថាសម្រាប់ Tractor New Holland របស់យើងគឺយើងមាន5 model បងឥឡូវហ្នឹងណាគឺយើងមានកម្លាំង50 55 65 75 90អញ្ចឹងបងអាចធ្វើការជ្រើសរើសទៅតាមទំហំការងារស្រែចម្ការពុកម៉ែបងប្អូនបានចាបងដែលគាត់បារម្ភថាចូលស្រែទៅខ្លាចវាផុងខ្លាចវាផាយអីហ្នឹងគឺយើងត្រឹមកម្លាំង50សេះទៅចាហើយសម្រាប់បងដែលគាត់មើលដីរបស់គាត់បែបហ្នឹងណាចារឹងហើយគាត់ចិត្តស៊ីឈ្នួលរុញឈូឆៃអីហ្នឹងបងអាចយកចាប់ពីកម្លាំង65 75 90យកទៅរុញ20រុញអីទៅបងណាចាអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនជឿទិញពីខាងក្រុមហ៊ុនអង្គរ Green គឺយើងមានការប្រឹក្សាជូនពុកម៉ែបងប្អូនថាតើបងគួរតែយកកម្លាំងសេះប៉ុណ្ណឹងដើម្បីយកទៅធ្វើការឲ្យមានប្រសិទ្ធភាពខ្ពស់